តោះបងប្អូនហ្នឹងហើយថ្ងៃហ្នឹងខ្ញុំមកអាំងចំោះឈូកហើយនឹងស្លឹកត្រចៀកឈូកបងប្អូនហើយយើងយកចំោះឈូកមកប្រឡាក់ជាមួយគ្រឿងដែលយើងបានបុកហើយបងប្អូនហ្នឹងហើយយើងចំបាច់វាសពយ៉ាងមកបងប្អូនហ្នឹងហើយចំបាច់វាឲ្យសពសាច់ទាំងអស់ទៅឲ្យវាចូលគ្រឿងចូលជាតិអញ្ចឹងបងប្អូនហ្នឹងហើយបន្ទាប់មកយើងទុកវាបន្តិចមកឲ្យចូលជាតិហ្នឹងហើយបន្ទាប់មកយើងយកវាដាក់លើប្រទេសអញ្ចឹងមកឲ្យវាតំណងមើលតំណងឲ្យវាថាឆ្ងាញ់ណាហើយឥឡូវវាចាប់ផ្ដើមឆ្អិនបដាបងប្អូនឡើងក្រហមហើយយើងចង់បានក្រហមប៉ុណ្ណាយើងអាំងថែមទៀតទៅហ្នឹងហើយប៉ុន្តែខ្ញុំប៉ុណ្ណឹងបានណាបងប្អូនហ្នឹងហើយក្រហមប៉ុណ្ណឹងល្មមហើយកុំឲ្យវាក្រៀមពេកគឺថាវាលេងមានសាច់ហូបអញ្ចឹងណាបងប្អូនហ្នឹងហើយតែប៉ុណ្ណឹងយើងអាចខាំបានហើយមកល្មមហ្នឹងហើយបន្ទាប់មកគឺថាយើងយកវាមកកាត់ហ្នឹងហើយកាត់ទូចៗអញ្ចឹងមកយើងចង់បានប៉ុណ្ណាយើងកាត់ប៉ុណ្ណឹងទៅមកល្មមដែលយើងដាក់ចូលមាត់បានអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវនេះយើងដាក់ចានហើយក៏យើងមានបន្លែបន្ទាប់អញ្ចឹងណានេះបន្លែបន្ទាប់មានប៉ុណ្ណឹងហើយយើងទៅថែមមកមុខទៀតមកគឺបកាបុករបស់យើងជាមួយនឹងស្លឹកត្រចៀកជូកអាំងហ្នឹងគឺថាអែមមែនតើវីដេអូហ្នឹងគឺមានប៉ុណ្ណឹងបងប្អូនអរគុណច្រើន